កាន់ទង់ជាតាវឆ្លងកាត់ព្រំដែនចម្ងាយ 3000 ម៉ាយបរោះឈាមក្តៅការពារប្រទេសរបស់ខ្លួននិងការពារសត្រូវប្រសិនបើពួកគេវាយប្រហារយើងនឹងមិនសម្រាកទេរហូតដល់យើងចាប់ពង្រីកទឹកដីពិភពលោកនេះជារបស់ខ្ញុំអ្នកគឺជាព្រះម្ចាស់ឆើវិញតើអ្នកច្រឡំទេតើគាត់អាចជាព្រះម្ចាស់ដោយរបៀបណាសុំទោសអន្ត្រីនេះរំជើបរំជួលខ្លះតើអ្នកដឹងទេថាអ្នកទើបតែនិយាយអ្វីខ្ញុំនឹងឆ្លើយអ្វីដែលអ្នកសួរខ្ញុំពេលឆ្នាំមុនភាពចលាចលព្រំដែនព្រះម្ចាស់ដោយឫទ្ធានុភាពរបស់ព្រះអង្គផ្ទាល់បានបោះសម្អាតប៉មនានាការពង្រីកទឹកដីនៅពេលដែលចំនួនខ្លះត្រូវបានចេញបោះសម្អាតទីទាំង8តើអ្នកណាជាអ្នកផ្ដល់ភាពក្លាហានដល់អ្នកដើម្បីទាមទារកិត្តិយសចំពោះទង្វើរបស់គាត់ខ្ញុំមិនកុហកទេមិនអីទេនិយាយទៅតើវាចាំបាច់ត្រូវមកដល់ចំណុចនេះមែនទេសុំទោសខ្ញុំយឺថ្ងៃនេះលើកនេះដល់វេនខ្ញុំបងវិក័យបាត់ទៅហើយនេះជាភោជនីយដ្ឋានផ្កាយ7ដែលថ្លៃបំផុតនៅឡុងឆេងធានប៉ីអ្នកបានចំណាយប្រាក់ច្រើនណាស់ឲ្យសុំកុំបារម្ភអីបរោះម្នាក់គួរតែមានទំនួលខុសត្រូវដូចបរោះគ្រាន់តែអាហារមួយពេលតើខ្ញុំអាចឲ្យគ្រួសារខ្ញុំបង់ប្រាក់ដោយរបៀបណាអ្នករត់ទុកលោកសុភាពបរោះមានតម្រូវការអ្វីខ្លះបងវិក័យបាត់ហេតុអ្វីប៉ុន្តែខ្ញុំមិនអាចធ្វើវាជាមួយគាត់បានទេយកចំណែករបស់គាត់ចេញដោយឡែកពីគ្នាទុកឲ្យគាត់ចេញថ្លៃដោយខ្លួនឯងចុះការប្រមាថព្រះម្ចាស់គឺជាបទល្មើសដែលត្រូវប្រហារជីវិតតែដើម្បីគ្រួសារយើងខ្ញុំអាចទុកឲ្យរឿងអតីតកាលខ្លាយជារឿងតែគាត់នៅតែត្រូវការដាក់ទុនកម្មបន្តិចបន្តួចអនុញ្ញាតឲ្យគាត់រៀនមេរៀនមួយនោះមិនចាំបាច់ទេពិធីជប់លៀងគ្រួសារយើងលើកនេះចំណាយស្ទើរតែច្រើនបំផុតនៅឡុងឆេងក្រៅពីនេះទោះបីជាយើងបែងចែកថ្លៃដើមក៏ដោយវានៅតែច្រើនគាត់មិនមានការងារអ្វីធ្វើនៅពេលព្រឹកព្រលឹមទេដើម្បីបង់ប្រាក់ខ្ញុំនឹងនៅទីនេះលាងចានហើយទុកឲ្យអ្វីស្ងប់ស្ងាត់ទៅវាប្រសើរជាងការរស់នៅក្នុងការស្រមើស្រមៃពេញមួយថ្ងៃបរោះចំណាស់ធានប៉ីខ្ញុំដឹងថាអ្នកចង់ការពីគាត់ប៉ុន្តែវាជាបញ្ហានៃការគោរពការបណ្ដោយខ្លួននឹងនាំមកតែគ្រោះមហន្តរាយដល់គ្រួសារលេងរបស់យើងប៉ុណ្ណោះបើអ្នកសួរខ្ញុំអ្នកគួរតែសុំទោសបងប្រុសរបស់អ្នកសូមឲ្យលោកបង្ហាញការអត់ឱនចូលយើងទុកវាចោលត្រឹមនឹងខ្ញុំសុំទោសគាត់មិនអាចទ្រាំទ្របានទេនោះពិតជាមិនអាចយល់បានល្អតើអ្នកនៅតែឈរនៅទីនោះដើម្បីញ៉ាំឡើងហើយឲ្យគាត់បង់វិក័យបាល់ទៅលោកសុភាពបរោះសូមដោះស្រាយវិក័យបាល់របស់អ្នកព្រឹកព្រលឹមហេតុអ្វីបានជាអ្នកតែងតែបែបនេះវាគ្រាន់តែជាការសុំទោសប៉ុណ្ណោះតើវាត្រូវតែអាម៉ាស់បែបនេះមែនទេខ្ញុំបាននិយាយវារួចហើយបើខ្ញុំសុំទោសគាត់មិនអាចទ្រាំទ្របានទេពិនិត្យមើលមែនទេកាត់អូហេតុអ្វីខ្ញុំចង់ឃើញពីរបៀបដែលអ្នកនឹងបង់វិក័យបាល់ខ្ញុំគិតថាអ្នកពិតតើអ្នកមានជំនាញអ្វីខ្លះគ្មានអក្សរចិនណាមួយនៅខាងមុខឬខាងក្រោយទេមានតុកតាមួយនៅពីលើហាគ្មានសំបីតែកាតធនាគារអ្នកគ្រាន់តែនិយាយរឿងមិនសមនៅតែប៉ុណ្ណោះសូមបង្ហាញកាតធនាគារឬកាតវេបរបស់អ្នកកាតប្រដាប់ក្មេងលេងមិនអាចប្រើសម្រាប់ការទិញទំនិញនៅទីនេះបានទេអ្នកអាចគ្រាន់តែអូសកាតនេះបានសូមអភ័យទោសលោកឧបករណ៍អានកាតរបស់យើងអាចស្គាល់តែកាតវេបនិងកាតធនាគារប៉ុណ្ណោះអ្នកពិតជាប្លែកមែនអ្នកដូចជាខ្ញុំដែលនៅតែខ្វល់ខ្វាយពីការរក្សាមុខមាត់គឺពិតជាខ្មាស់អៀនណាស់បើប្រៀបធៀបទៅនឹងអ្នកនេះជាកាតវេបកាតនេះខុសពីកាតដែលយើងមាននៅទីនេះនោះជាកាតវេបឲ្យគាត់ឃើញពិភពលោកបើកភ្នែករបស់អ្នកឲ្យមើលឲ្យល្អនេះជាកាតវេបដែលចេញជាផ្លូវការដោយ Huyen Lanting នេះជាកាតលេងសូមជប់ព្យាយាមរៀបចំគ្រោះថ្នាក់នៅទីនេះទៀតអ្នកខុសហើយកាតនេះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីព្យាយាមយកឈ្នះកាតរបស់អ្នកកាតវេបដែលអ្នកមានគឺជាកាតផ្ដាច់មុខបោះពុំមានកំណត់និងលំដាប់កម្ពស់មែនទេអ្នកនិយាយត្រូវលីងចេតើអ្នកចង់ស្ដាប់អ្វីដែលអ្នកកំពុងនិយាយទេតើវាមិនខ្មាស់អៀនគ្រប់គ្រាន់ទេជប់និយាយប្រហែលជាគាត់កំពុងនិយាយការពិតអ្នករត់ទុកខ្ញុំចង់សួរថាតើអ្នកមានកាតប្រណេតលំដាប់កម្ពស់ដែលមានចំនួនកំណត់នៅទីនេះដែរឬទេលោកសុភាពបរោះមិនមានកាតវេបប្រភេទនោះនៅទីនេះទេដូច្នេះមានន័យថាកាតវេបដែលគាត់មានគឺគ្មានអ្វីទាំងអស់អ្នកណាថាកាតសមាជិកត្រូវតែមកពី Huyen Lanting ដូច្នេះអ្នកចង់មានន័យថាអ្នកចង់ប្រើកាតពីកន្លែងផ្សេងដើម្បីធ្វើការទិញទំនិញនៅ Huyen Lanting អ្នកពិតជាមានអ្វីផ្សេងទៀតអនុញ្ញាតឲ្យខ្ញុំអូសវាសម្រាប់អ្នកមកខ្ញុំនឹងអូសឲ្យអ្នកស្លាប់ដោយដឹងពីមូលហេតុអ្នកគ្រប់គ្រងសំឡេងរត់បានបន្លឺឡើងខ្មៅវេបលំដាប់កាយ7បានបង្ហាញខ្លួននាំខ្ញុំទៅទីនោះឲ្យបានលឿនហាសម្រាមមួយដុំនេះមិនអាចដាំដុះបានទេវាទំនងជាដោយសារតែការអនុញ្ញាតមិនគ្រប់គ្រាន់ត្រូវបន្តឬអត់មិនមានការអនុញ្ញាតគ្រប់គ្រាន់ទេវាដូចគ្នាមិនថាខ្ញុំជំនួសវាឲ្យអ្នកប៉ុន្មានដងទេលីងឆេនអ្នកនៅតែមិនយល់មិនថាអ្នកធ្វើអ្វីក៏ដោយលទ្ធផលនឹងដូចគ្នាដូចជាគ្រូសាលេងរបស់យើងឥឡូវនេះបានឈ្នះគម្រោងនេះដែរអ្នកមិនគួរយកគម្រោងនោះទេ
សមត្ថភាពបច្ចុប្បន្នរបស់អ្នកមិនគ្រប់គ្រាន់ដើម្បីដោះស្រាយស្ថានភាពនោះទេខ្ញុំមិនអាចញ៉ាំបានទេតើអ្នកដឹងដោយរបៀបណាថាគ្រូសាលេងមិនអាចញ៉ាំវាបានការដែលជីយ៉ានផ្ដល់គម្រោងនេះដល់គ្រូសាលេងរបស់យើងបង្ហាញថាគាត់គិតគូរខ្ពស់ចំពោះពួកយើងតើគ្រូសាលេងអាចញ៉ាំវាបានឬអត់មិនមែនជារឿងរបស់អ្នកទេយល់ពមជប់ច្រណែននឹងគម្រោងរបស់ប្អូនស្រីខ្ញុំទៅអ្នកគួរតែយកកាត់ប្រដាប់ក្មេងលេងរបស់អ្នកហើយទៅលាងចាននៅក្នុងផ្ទះបាយលោកសុភាពបរោះប្រសិនបើអ្នកពិតជាមិនអាចបង់វិក័យបត្របានយើងអាចចាត់វិធានការបានតែអូចេញពីទីនេះសួស្ដីលោកលីនខ្ញុំជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Hui Wan Lan អ្នកគឺជាភ្ញៀវកិត្តិយសបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ Hui Wan Lan សូមតាមខ្ញុំទៅសាលជប់លៀងឯកជននៅជាន់លើយើងនឹងផ្ដល់ជូនអ្នកនៅបដិសណ្ឋារកិច្ចដ៏អស្ចារ្យបំផុតអ្វីកាត់នេះពិតមែនទេមិនអីទេប៉ុន្តែខ្ញុំមិនទាន់បានបង់វិក័យបត្រសម្រាប់លីនទេវិក័យបត្រទាំងមូលរបស់អ្នកនៅ Hui Wan Lan គឺជាបន្ទុករបស់អ្នកបន្ទប់ឯកជននេះគឺឥតគិតថ្លៃទាំងស្រុងសម្រាប់អ្នកមិនចាំបាច់ទេយ៉ាងណាមិញមាននរណាម្នាក់ចង់បង់វិក័យបត្រកុំភ្លេច follow និងចុច like share ឲ្យ admin ម្នាក់មួយផង